ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាមិនដឹង shortcut key ទាំង5នេះនៅក្នុង Excel ទី1ដើម្បី format ជាទម្រង់លេខអ្នកទាំងអស់គ្នាគ្រាន់តែ select នៅលើ column នៃលេខរបស់យើងហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុច Control Shift បូកជាមួយនឹងលេខ1ទី2ដើម្បី format ជាទម្រង់ម៉ោងឬពេលវេលាអញ្ចឹងអ្នកទាំងអស់គ្នាអាច select នៅលើ column របស់យើងនេះហើយបន្ទាប់មកអ្នកទាំងអស់គ្នាអាចចុច Control Shift បូកជាមួយនឹងលេខ2នោះវានឹងបង្ហាញជាលក្ខណៈទម្រង់ time ពេលវេលាទី3ដើម្បី format ឬក៏កំណត់ទិន្នន័យរបស់យើងជាថ្ងៃទីអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ select នៅលើ column របស់យើងហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុច Control Shift បូកជាមួយនឹងលេខ3ទី4ដើម្បីកំណត់លេខរបស់យើងទៅជា currency ឬក៏យើងហៅថារូបិយប័ណ្ណអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ select នៅលើ column របស់យើងហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុច Control Shift បូកជាមួយនឹងលេខ4អញ្ចឹងបើយើងចង់បានដុល្លារអញ្ចឹងយើងចុចមកខាងស្ដាំចំពីលើ column ដែលយើងបាន select តើមកយើងយកពាក្យថា format បន្ទាប់មកយើងនៅត្រង់នេះយើងដូរដាក់ទៅជាដុល្លារវិញមកដាក់ទៅជា English ចុច OK បាទនឹងទី4ចុងក្រោយដើម្បីកំណត់លេខរបស់យើងឲ្យទៅជាភាគរយឬក៏យើងហៅថា percentage ចឹងអ្នកនរគ្នាគ្រាន់តែ select នៅលើ column របស់យើងហើយបន្ទាប់មកអ្នកនរគ្នាចុច Control Shift បូកជាមួយនឹងលេខ5